do sẵn sàng mà lỡ cùng kết hai do mình được chắc làm bay che mơ hai dương làm bay che nặng thom dương bà trên này đó khi pe khám được chắc khang khi chắc kết đề thông tại luôn chắc tại dụ on trên cột comment tiền chỉ men á bà sân trên miếng steel lạnh hay cái che kết cua nè cột bên ngay mơ lơ tại chỉ đặt bên về cùng mơ lơ dụ nhung experience how em vậy men xua trẻ experience mai chân gì mày lỡ á tụm nớp hơi lôi tiền trà do chân xỉu vân do lót ấy cái do mà nữ cha cất smart lòng mẹ này bao cái bao chiên cồn mẹ chết bao trên chân xỉ này chân vai ở đó chân ấy cái còn bao đây sai hành vậy sai chân vai chân vai nó bộ chả cha nhưng trong vậy hàng trẻ mình nữ họ sầm khăn tới lợi ở dụ bởi nhung hẹp tha mình nữ để cây chạc tung che cất á pe khá trong vậy tha trẻ cứ tăng bị đau mà cứ quạt che cất quạt khoai ở hay bữa quạt sẵn nhà này cái cứ quạt trong mưa hai cái bóng bắt tay nè khá là ở đây đang mày ở dụ trơn với tao toàn ở bài chắc mới nên quạt trôn mới chỉ bẩn chứ có quạt ở toàn trong bữa quạt bị chia ấy cho mùi đường dương này quạt trong lên sai cho mùi dương này nhưng thôi tẹt tông mà được phò mình nè đè nhưng thọp score mà được phò mà nèอายุ30ជាងហើយខ្ញុំគិតថាគាត់ចាស់ទុំគាត់ឡើងចង់ស្បាយគាត់ប្រហែលជាអាចពិតអំពីជីវិតគ្រួសារច្រើនតែពិតអត់ទេអ្នកនរគ្នាគាត់នៅតែខូចខលអញ្ចឹងប៉ុន្តែខុសពីក្មេងដែលខ្ញុំធ្លាប់តាក់ទងត្បិតតែគ្នាស្ទៀវប៉ុន្តែគឺគាត់ gentleman ហើយគាត់ take care គាត់បារម្ភហើយគំនិតរបស់គាត់ចាស់ទុំthôiត្បិតតែគាត់អត់ទាន់សល់នេះសល់នោះពួកអីគ្នាដែលគ្នាទៅតែរៀនចប់ទៅបើចេះធ្វើការអីអញ្ចឹងទៅអញ្ចឹងមិនថាចេះយើងអាចវាស់វែងទៅនឹងអាយុរបស់មនុស្សបានទេអ្នកខ្លះអាយុច្រើនប៉ុន្តែមិនប្រកាសថាគាត់ចេះគិតទេអ្នកខ្លះគ្នាអាយុក្មេងប៉ុន្តែគ្នាចាស់ទុំអីអញ្ចឹងទៅសម្រាប់អនឯងគិតថាអាមតិមួយហ្នឹងមិនដែរខ្ញុំគិតថាមនុស្សប្រុសក៏វាខ្ញុំក៏ដូចតែវាយដែរហ្នឹងព្រោះអីព្រោះខ្ញុំក៏ធ្លាប់ជួបដែរយល់អត់គុំគិតថាមនុស្សប្រុសដែលគាត់អាយុច្រើនគាត់ចាស់ទុំគាត់ពិតប្រាកដជាមួយនឹងយើងគ្មានទេដល់មនុស្សទេចាន់ស៊ីសម័យឥឡូវខ្ញុំប្រាប់អ្នកទាំងអស់គ្នាទោះបីគាត់អាយុក្មេងក៏ដោយប៉ុន្តែគាត់ជួយចិត្តរកពីអីថ្មីនិយាយយើងសប្បាយចិត្តណាស់តំណែងស្ថិតនៅលើផ្លូវចិត្តតែយើងសប្បាយចិត្តអាហ្នឹងឯងក្តីសុខក្នុងតំណែងបើយកមកគេចាំមកបោកគេមិនតន់អស់សប្បាយគេទុកយើងចោលណាយកក្មេងស្ទៀវវិញវាល្អជាងខ្ញុំនិយាយមែនតើហ្មងពេលខ្លះខ្ញុំមានអារម្មណ៍ថាចេះក្មេងៗស្លាញ់គ្នាឥឡូវមានអារម្មណ៍ថាខ្ជូតមែនតើមកដោយសារអីដោយសារតែចេះនៅជំនាន់យើងចាប់ពីជំនាន់ Gen Z មកភាគច្រើនយើងចេះដឹងយើងរៀនយើងមាន social media យើងមើលពិភពលោកទ្រង់ទ្រាយហើយពួកគាត់ភាគច្រើនគឺជាអ្នកដែលវាថាស្វែងសិក្សាក៏ដូចជា research ច្រើនហើយនិយាយចំទៅចេះយើងកើតនៅក្នុងវាថាសម័យកាលមួយដែលជឿនលឿនអញ្ចឹងធ្វើឲ្យគាត់ឃើញអំពីសង្គមច្រើននៃការរស់នៅហើយភាគច្រើននៅពេលដែលពួកគាត់ឃើញអំពើហិង្សានៅក្នុងក្រុមគ្រួសារគាត់ដែលប៉ាម៉ាក់គាត់ធ្វើចំពោះឪពុកម្ដាយរបស់គាត់គាត់អត់ចង់ឲ្យគ្រួសាររបស់គាត់ទៅច្បាប់ហ្នឹងហើយអញ្ចឹងនៅពេលដែលគាត់មានដៃគូគឺគាត់ take care គាត់ស្រឡាញ់ហើយគាត់ផ្ដល់ភាពកក់ក្ដៅឲ្យគេហ្មងហើយភាគច្រើនណាសម័យលើក្មេងសម័យលើនៅពេលដែលស្រឡាញ់គ្នាគាត់អត់សូវចេះផាត់ក្បត់អីញ៉ៃដូចចាស់ពីមុនទេណានិយាយមែនណាសូម្បីតែមនុស្សដែលខ្ញុំស្គាល់ក៏ដោយអ្នកនរគ្នាត្បិតតែគាត់ក្មេងៗទេប៉ុន្តែគាត់ស្រឡាញ់គ្នាគាត់ take care ពីគ្នាគាត់ខ្វល់ខ្វាយពីអារម្មណ៍របស់គ្នាហ្មងមានអារម្មណ៍ថាពេលខ្លះយើងអត់ចាំបាច់បញ្យល់ច្រើនណាគាត់ដឹងថាដៃគូចង់បានអីហ្មងតាមពិតពេលខ្លះអញ្ចឹងដោយសារតែអត្តពលនៅសង្គមរបស់យើងជឿនលឿនពេកធ្វើឲ្យគាត់ចេះគិតមានន័យថាពេលដែលគាត់ឃើញគេចេះ take care ដៃគូគេគាត់ក៏ចង់បានជីវិតដូចគេដែរដើម្បីអីដើម្បីអនាគតនឹងផ្លូវចិត្តរបស់គាត់នៅពេលដែលគាត់ឃើញគេជោគជ័យច្រើនគឺគាត់ខំដើម្បីឲ្យជោគជ័យគាត់ដឹងថាតើសម័យលើគេធ្វើអីជោគជ័យអ្នក content creator influencer បូតខ្លួនឯងធ្វើមិនក៏ដោយឲ្យខ្លួនឯងល្បីដើម្បីរលួយតាមអាហ្នឹងដើម្បីចេះរកស៊ីចេះអីចឹងទៅទោះបីជាយើងឃើញគេលេងសារច្រើនមកប៉ុន្តែมันប្រកាសថាអនាគតគេមិនគិតអីសោះហើយយល់គឺគេគិតប៉ុន្តែអ្នកនរគ្នាមិនចាំបាច់ដាក់បន្ទុកឲ្យខ្លួនឯងត្រូវតែអា strict អារឿងអនាគតហ្នឹងពេកម៉េះចុះជីវិតយើងរងថ្ងៃនេះយើងអត់គិតពីបច្ចុប្បន្នទេតែគិតពីអនាគតវិញធ្វើឲ្យខ្លួនឯងមានសម្ពាធធ្វើឲ្យខ្លួនឯងហត់នឿយពេលខ្លះក្មេងៗស្រឡាញ់គ្នាបានយូរឆ្នាំជាងមនុស្សចាស់ទៀតនិយាយមែនណាអ្នកនរគ្នាពេលខ្លះมันប្រកាសថាចាស់ស្រឡាញ់គ្នាត្រូវតែស្មោះស្ម័គ្រដោយចាស់ហេដោយចាស់ហេដូចខ្ញុំនិយាយចឹងភាពចាស់ទុំរបស់មនុស្សមិនមែនអាស្រ័យទៅលើអាយុឯងអ្នកខ្លះគាត់អាយុច្រើនគាត់អាចនឹងថាពេលការដំបងគាត់អត់ចេះខូចខលប៉ុន្តែពេលគាត់ចាប់ផ្ដើមចាស់គាត់ចាប់ផ្ដើមបាយគាត់ចេះក្បត់ដៃគូរបស់គាត់អីអញ្ចឹងទៅប៉ុន្តែក្មេងៗដោយសារតែគាត់ឃើញទង្វើឪពុកម្ដាយរបស់គាត់ដែលធ្លាប់ប្រើអំពើហិង្សាផ្នែកផ្លូវចិត្តផ្លូវអារម្មណ៍អីច្រើនអញ្ចឹងទៅគាត់អាចនឹងបដិញ្ញាមួយខ្លួនឯងថាបើសិនជាគាត់មានដៃគូគាត់នឹងឲ្យដៃគូគាត់សំណាងគាត់នឹងមើលថែក្រុមគ្រួសារគាត់បានល្អអីចឹងអានេះហើយគឺជាភាពខុសគ្នារវាងមនុស្សចាស់និងមនុស្សក្មេងនេះហើយគឺជាភាពខុសគ្នារវាងមនុស្សចាស់និងមនុស្សក្មេងមួយចំនួនសម័យឥឡូវហើយខ្ញុំពិតជាសរសើរខ្លាំងមែនទែននៅពេលដែលខ្ញុំឃើញដៃគូក្មេងៗគាត់ស្រឡាញ់នឹងឲ្យតម្លៃគ្នាខ្ញុំមានអារម្មណ៍ថាវាជារឿងល្អខ្លាំងមែនទែនដែលពួកគាត់ចេះឲ្យបសោកគ្នាទៅវិញទៅមកចៃស្លេកភ្លើង
ហើយមនុស្សចាស់មួយចំនួនគាត់គួរតែយកគំរូគាត់គួរតែមើលពិភពលោកឲ្យបានច្រើនណាអត់គួរណាគិតតែខ្លួនឯងមានន័យថាមិនចេះគេហៅមិនអាត្មានិយមឬក៏មិនព្រោះមនុស្សគិតគ្រាន់គិតតែពីខ្លួនឯងយល់ពីអារម្មណ៍ខ្លួនឯងអត់ចេះមើលបរិបទសង្គមសម័យឥឡូវមិនប្រងទៅរស់នៅអតីតកាលដែលខ្លួនឯងធ្លាប់ជួបមិនមែនវាក៏យ៉ាងម៉េចមនុស្សប្រុសចាស់ខ្លះខ្ញុំនិយាយតែមួយចំនួននេះខូចជាងស្ទាវទៀតដោយសារតែគាត់មានបទពិសោធន៍ច្រើនអញ្ចឹងគាត់និយាយមកដោយការពិតចឹងធ្វើឲ្យយើងលងស្លងជឿជាមួយនឹងបទពិសោធន៍ជីវិតរបស់គេដែលលើកមករបៀបថាស៊ីសង្វាក់គ្នាល្អប៉ុន្តែពេលខ្លះចាស់នឹងបោកឈ្ងុយជាងក្មេងស្ទាវទៀតខ្ញុំហ៊ាននិយាយចឹងខ្ញុំនិយាយដែរក្នុងវីដេអូចឹងក្មេងស្ទាវពេលខ្លះយើងស្រឡាញ់គ្នាយើងអាចទៅមួយគ្នាបានដោយសារតែយើងរស់នៅអត់ចុះសម្រុងនឹងគ្នាដោយសារតែយើងការគិតផ្សេងគ្នាឬក៏ពេលខ្លះយើងឆាកមកឆាវអីចឹងប៉ុន្តែពេលខ្លះការបែកគ្នាទាំងអស់ហ្នឹងមិនមានជាទង្វើផាត់ក្បត់ទេអញ្ចឹងអត់ធ្វើឲ្យយើងអារម្មណ៍ហើយគុំគួនទេយាយយើងធ្វើបិទតែយើងពិបាកទទួលយកពេលដំបូងប៉ុន្តែយើងនៅតែទទួលស្គាល់ការពិតភាគច្រើនណាឃើញស្មៃលើបែកគ្នាឲ្យរាប់អានគ្នាជាពួកម៉ាក់បានល្អដោយសារអីម្នាក់ហ្នឹងអាចនិយាយបានថាក្នុងរឿងអីគេស្នេហាគាត់អាត្មានិយមគាត់ក្រអញ្ចឹងប៉ុន្តែរឿងមិត្តភាពមួយគាត់ល្អអញ្ចឹងអាចបែកគ្នាឲ្យរាប់អានគ្នាជាពួកម៉ាក់បានដូចគ្នាអីអញ្ចឹងទៅព្រោះអីទង្វើដែលអត់ផាត់ក្បត់គ្នាអញ្ចឹងគាត់យល់ពីស្ថានភាពគ្នាទៅវិញទៅមកច្បាស់ជាងនៅពេលដែលតាក់ទងជាមួយមនុស្សចាស់យល់អ្នកនរគ្នាមនុស្សចាស់ខ្លះធ្វើឲ្យយើងខូចខលហើយគឺទុកយើងចោលហើយទៅរកអ្នកផ្សេងអីចឹងទៅចាស់អាទង្វើឈឺចាប់នេះអាចរាប់អានចូលមនុស្សអញ្ចឹងបានទេយល់អត់អ្នកខ្លះគាត់កាប់ថ្មចំណាំនៅពេលដែលគាត់តាក់ទងមនុស្សម្នាក់ហ្នឹងដោយសារអីអានេះសាច់រឿង follower សុំច្បិចចូលបន្តិចចោះគាត់តាក់ទងមនុស្សប្រុសដែលមានអាយុច្រើនសឹងថាតណាល់បងគាត់តណាល់ប៉ាគាត់អត់ស្អាតអត់មានលុយអត់មាន everything ហ្មងហើយម្នាក់ស្រីហ្នឹងមានសមត្ថភាពស្អាតឆ្លាតក្មេងគាត់សម្រេចចិត្តយកមនុស្សប្រុសម្នាក់ហ្នឹងដោយសារតែគាត់គិតថាគេចាស់ហើយប្រហែលជាគេឡើងចង់សុបាយហើយប្រហែលជាគេចង់មានជីវិតគ្រួសារគេចង់ច្បាស់លាស់អីអញ្ចឹងទៅប៉ុន្តែអ្នកនរគ្នាគាត់គិតខុសម្នាក់ប្រុសហ្នឹងចាស់ហ្នឹងគាត់អត់មានមុខរបររស់ស៊ីហើយម្នាក់ស្រីក្មេងហ្នឹងចិញ្ចឹមទៀតវាដោះណាក់ហ្នឹងណាអ្នកនរគ្នាអញ្ចឹងគាត់ឈឺចាប់ខ្លាំងមែនតើដែលមនុស្សប្រុសម្នាក់ហ្នឹងក្បត់គាត់មនុស្សប្រុសម្នាក់ហ្នឹងវាថាស្រឡាញ់គាត់មើលឃើញតែលុយរបស់គាត់ហើយបោកប្រាស់លួងលោមយកខ្លួនប្រាណរបស់គាត់គឺគាត់ឈឺចាប់ខ្លាំងមែនតើហ្មងអញ្ចឹងខ្ញុំចង់និយាយថាចេះមនុស្សចាស់ទុំអត់អាស្រ័យទៅលើអាយុទេវាអាស្រ័យទៅលើបទពិសោធន៍ជីវិតវាអាស្រ័យទៅលើភាពលំបាករបស់គេហើយវាអាស្រ័យទៅលើមនុស្សម្នាក់ហ្នឹងពេលខ្លះគាត់ចេះគិតតាំងពីដើមហ្មងអូយក្នុងតូហើយសម្រាប់ពួកខ្ញុំមានតែប៉ុណ្្នឹងទេអញ្ចឹងស្រឡាញ់អ្នកណាមើលអត្តចរិតរបស់គេបើសិនជាគេល្អបើឱកាសតាក់ទងគ្នាសិនវីដេអូនេះពួកខ្ញុំមកតែសារចែនស៊ីដែលស្រឡាញ់គ្នាអីអញ្ចឹងណាចារាប់អានស្រឡាញ់គ្នាបែបចែនស៊ីសម័យឥឡូវគឺល្អខ្លាំងផ្លូវចិត្តល្អណាស់អ្នកនរគ្នាគេចេះគិតពីអនាគតទៀតកុំគិតថាយកមនុស្សចាស់គេបោកគិតខុសហើយខ្ញុំបើមានចែនស៊ីញ៉ែមយកចែនស៊ីធ្វើប្តីដល់អញ្ចឹងហ្មងអរគុណអ្នកនរគ្នាបាយបាយ